ចានាងខ្ញុំធីតាសូមគោរពនឹងជម្រាបសួរបងប្អូនទស្សនិកជនទាំងអស់ដែលតែងតែតាមដានเพจរបស់នាងខ្ញុំធីតាមេផ្ទះគឺថាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបថ្មីទៀតហើយគឺថានាងខ្ញុំស្លតៅហ៊ូពួកអីមិញហ្នឹងនាងខ្ញុំធ្វើ steak ចាឥឡូវនាងខ្ញុំធ្វើ steak ហើយអញ្ចឹងនាងខ្ញុំចាប់ផ្ដើមធ្វើតៅហ៊ូពួកអីម៉ាក់ខ្ញុំក៏អត់ញ៉ាំសាច់គោហើយដល់ពេលអញ្ចឹងទៅនាងខ្ញុំមានសាច់គោមួយមុខហើយនឹងមានសាច់ជ្រូកមួយមុខសម្រាប់ម៉ាក់ខ្ញុំចាអញ្ចឹងក្បួនធ្វើស្លតៅហ៊ូមានគ្រឿងផ្សំដូចជាតៅហ៊ូ celery ការ៉ុតហើយស្លឹកខ្ទឹមសាច់ជ្រូកអំបិលប៊ីចេងម្រេចហើយនឹងស្ករចាឥឡូវហ្នឹងគឺថាមុននឹងនាងខ្ញុំចាប់ផ្ដើមស្លនាងខ្ញុំចង់ត្រាំសាច់ជ្រូកនេះសិនចាព្រោះអីព្រឹកមិញទៅផ្សារទិញសាច់ភ្លេចឲ្យសាច់ឲ្យអ្នកលក់គេច្រាមឲ្យចាឥឡូវនាងខ្ញុំចាប់ផ្ដើមហាន់ឲ្យច្រាមសាច់ជ្រូកព្រោះអីស្លតៅហ៊ូហ្នឹងយើងត្រូវការច្រាមត្រូវការសាច់ច្រាមបានស្លទៅឆ្ងាញ់បើដាក់សាច់ដុំគឺស្លទៅអត់ឆ្ងាញ់ទេវាអត់ត្រូវក្បួនចាឥឡូវនាងខ្ញុំចាប់ផ្ដើមច្រាំខ្ទឹមក្រហមហើយខ្ទឹមក្រហមហ្នឹងគឺថាដាក់នៅក្នុងសាច់ជ្រូកនេះដាក់កុំឲ្យវាកាត់ក្លិនឆ្អាបណាបន្ទាប់ពីនាងខ្ញុំច្រាំខ្ទឹមហើយនឹងច្រាំសាច់ជ្រូករួចហើយគឺថានាងខ្ញុំដាក់ម្រេចចូលទៅក្នុងសាច់ហ្នឹងណាចាម្រេចហ្នឹងនាងខ្ញុំដាក់ទាំងអស់តែម្ដងទៅចាម្រេចហើយនឹងម្សៅស៊ុបមាន់នាងខ្ញុំដាក់ចូលទាំងអស់នេះអំបិលនាងខ្ញុំដាក់ចូលទាំងអស់ដែរទៅវាអត់ប្រៃទេព្រោះអីតិចទៀតនាងខ្ញុំយកទៅដាក់ចូលទៅក្នុងទឹកស៊ុបជាតិអំបិលហ្នឹងវាចេញទៅក្នុងទឹកឆ្នាំងហ្នឹងអស់ហើយចាហើយនាងខ្ញុំដាក់ស្ករសប្រើស្ករសតែបន្តិចទេព្រោះអីឲ្យវាមានជាតិផ្អែមបន្តិចចាខ្ញុំយកស្ករសចានាងខ្ញុំដាក់ស្ករសបន្តិចហើយនាងខ្ញុំច្របល់ចូលគ្នាតែម្ដងទៅហើយសាច់ហ្នឹងពេលដែលយើងច្របល់ចូលគ្នាហើយយើងផ្អាប់វាទុកប្រហែលជា 5-10 នាទីទៅកន្លះម៉ោងអីណាចាហើយសាច់ហ្នឹងនាងខ្ញុំប្រឡាក់វាហ្នឹងឥឡូវគឺថានាងខ្ញុំច្របល់ចូលជាតិគ្នាហើយគឺថានាងខ្ញុំផ្អាប់ទុក 5-10 នាទីទៅកន្លះម៉ោងបាននាងខ្ញុំយកទៅស្លព្រោះឲ្យវារៀងចូលជាតិបន្តិចសិនណាឥឡូវហ្នឹងតាមដានជាមួយនឹងនាងខ្ញុំចាប់ផ្ដើមហាន់បន្លែដាក់ធ្វើគ្រឿងស្លតៅហ៊ូហ្នឹងចាឥឡូវហ្នឹងសាច់ហ្នឹងប្រហែលជាកន្លះម៉ោងហើយនាងខ្ញុំដាក់ដាំទឹកក៏វាពុះដែរអញ្ចឹងនាងខ្ញុំចាប់ផ្ដើមដាក់សាច់ហ្នឹងចូលទៅក្នុងទឹកហើយទឹកហ្នឹងកុំបាច់ចាំដាក់ស្ករប៊ីចេងអំបិលអីទៀតទេព្រោះអីលេងពេលដែលស្លទៅវាចេញប្រៃចេញពីក្នុងសាច់ជ្រូកនេះហើយព្រោះអីមិញពេលដែលនាងខ្ញុំប្រឡាក់មិញនាងខ្ញុំដាក់ប្រៃសាច់ហ្នឹងចាអញ្ចឹងតិចទៀតសាច់ហ្នឹងវាចេញប្រៃពីក្នុងពីទឹកស៊ុបហ្នឹងវាចេញប្រៃពីក្នុងសាច់ហ្នឹងហើយចាអញ្ចឹងនាងខ្ញុំចាប់ផ្ដើមចាក់សាច់ហ្នឹងចូលហើយចាពេលដែលនាងខ្ញុំចាក់សាច់ហ្នឹងចូលទុកវាចំនួនមួយងាស់វាចំនួនប្រហែលជាកន្លះម៉ោង20នាទីទៅកន្លះម៉ោងបានហើយចាំចាក់តៅហ៊ូចូលចាហើយអញ្ចឹងនាងខ្ញុំចាប់ផ្ដើមបិទកម្រូបទៅរងចាំប្រហែលជា20នាទីអីទៀតចាំនាងខ្ញុំដាក់តៅហ៊ូចូលចាឥឡូវនាងខ្ញុំចាប់ផ្ដើមហាន់តៅហ៊ូយកទៅដាក់ចូលទៅក្នុងទឹកស៊ុបទៅចាមួយហ្នឹងគឺថានាងខ្ញុំពុះវាជាពីរចានេះខ្ញុំដាក់ទាំងពីរដុំហ្នឹងដាក់ទាំងអស់តែម្ដងទៅ ចា
mà chặt bia sáng cà rốt nướng chà lấy nước nhưng mà chắp đam hành là celery chà lấy nâng niên nhưng mà tật nâng ba chia phay này ti tê cả màu ấy chẳng niên nhưng mà chắp đam chặt tàu hũ trầu chà to pin niên nhưng mà thưa ca chặt tàu hũ trầu ấy cô biết nó mắc lại bài tàu hũ của ấy tàu hũ nó ở việc phơi gió chà tục việc hai chị ở việc pu hai chị thèm này ti ấy á chặt đam chặt cả đó thấy nó chặt lại nó trầu chà chẳng rong chăm ai việc pu hai chị thèm này ti tịt chân á chăm chặt tàu hũ trầu chà lấy nó tàu hũ để nó chặt trầu mà nó việc pu hai chị thèm này ti ấy chẳng nên cho mà thuê cá chặt cà rốt chà cà rốt hay nâng celery á dân ăn chặt tận á kia bàn phụ ấy lệnh ăn nâng vì ăn ở chân tận á kia á cho mà chặt cho ấy chà phá chia phèm của mùi liệt ti ấy tiết sờ lò dưa nó chặt này phụ ấy đàn ấy đã ao ta bỏ lại vì chọn này vì chọn này chà chẳng ngờ luôn chăm bia pha chia phèm để ti ấy tiết chà nên nhưng mà chặt đám hiệp chọn nhảm chà lấy nó cứ tha sờ tạo hùng bọn những trong nó cứ tha chọn rụi rò hay chà hay cứ tha nên trong này ngày nắng nên trong vừa bạn bay mốc cứ tha sờ tạo hũ steak hay nâng tập hệ chặt mơ bịt sụt chà hay trong mình chọn nó cứ than nên trong mà xong ở con bông ôn chà tay tam đan tư sản hay là bao nên trong chà nên trong xong ở con hay đi chỉ mới nâng nên trong mà cam vịt thi tịch mây mùi tiết cứ than nên trong mà miền mộc mà hộp mây dầu mộc phơi trái chun bông ôn chà nên trong xong ở con Cambodian Broadcasting Network. TV Robokma.